សួស្តីអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅថ្ងៃនេះនាងខ្ញុំសូជាតាពិតជាមានសេចក្តីសោមនស្សហេក្រីណាស់ដែលបានត្រឡប់មកជួបបងប្អូនម្ដងទៀតក្នុងបរិយាកាសដ៏កក់ក្ដៅនាពេលនេះបាទសួស្តីសូជាតានិងសួស្តីដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំបាទសារឿនពិតជារំភើបដែលបានមកអង្គុយនៅទីនេះដើម្បីចែករំលែករឿងរ៉ាវល្អៗជាមួយអ្នកទាំងអស់គ្នាលោកសារឿនដឹងទេថ្ងៃនេះយើងលើកយកប្រធានបទមួយដែលខ្ញុំជឿថាមនុស្សគ្រប់រូបធ្លាប់មានអារម្មណ៍នេះគឺពាក្យថាបោះបង់នៅពេលដែលយើងហត់នឿយខ្លាំងនៅពេលដែលផ្លូវខាងមុខមើលទៅងងឹតសូន្យសុងយើងតែងតែចង់ឈប់ដើរបន្តទៀតពិតណាស់សូជាតាអារម្មណ៍ដែលចង់បោះបង់វាមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេប៉ុន្តែវាជាសញ្ញាដែលប្រាប់ថាយើងបានតស៊ូអស់ពីកម្លាំងកាយចិត្តយូរពេកហើយប៉ុន្តែមុននឹងសម្រេចចិត្តថាឈប់ខ្ញុំចង់ឲ្យអ្នកស្ដាប់ទាំងអស់គ្នាសាកល្បងដកដង្ហើមវែងៗហើយស្ដាប់ពួកយើងសិនមែនហើយជួនកាលយើងគ្រាន់តែត្រូវការនរណាម្នាក់មកប្រាប់យើងថាវាមិនអីទេដែលអ្នកមានអារម្មណ៍ហត់លោកសារឿនតើលោកធ្លាប់ឆ្លងកាត់អារម្មណ៍ដែលថាលែងចង់បន្តទៅមុខទៀតទេតើលោកធ្វើដូចម្ដេចដើម្បីឆ្លងកាត់វាធ្លាប់chứខ្ញុំធ្លាប់មានពេលខ្លះដែលអង្គុយយំម្នាក់ឯងក្នុងឡានហើយសួរខ្លួនឯងថាតើយើងខំប្រឹងដើម្បីអ្វីប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំងើបឈរឡើងវិញគឺការនឹកឃើញដល់មូលហេតុដំបូងដែលខ្ញុំចាប់ផ្ដើមបើបោះបង់ឥឡូវនេះចុះការប្រឹងប្រែងរាប់ឆ្នាំកន្លងមកវានឹងទៅជាយ៉ាងណាពិតជាត្រឹមត្រូវណាស់វាដូចជាការរត់ម៉ារ៉ាតុងអីចឹងនៅពេលដែលយើងជិតដល់ទីដៅគឺជើងរបស់យើងចាប់ផ្ដើមជុករីករាយខ្លាំងបំផុតអ្នកខ្លះបោះបង់នៅចម្ងាយត្រឹមតែ100ម៉ែត្រទៀតដល់ទីដៅដែលវាជារឿងគួរឲ្យស្ដាយបំផុតត្រូវហើយខ្ញុំចង់ប្រាប់អ្នកស្ដាប់ថាបើហត់សម្រាប់ចុះប៉ុន្តែកុំបោះបង់ការសម្រាកគឺការសាក់ថ្មឲ្យជីវិតមិនមែនជាការចុះចាញ់នោះទេថ្ងៃនេះអ្នកអាចនឹងយំអ្នកអាចនឹងដេកសោកស្ដាយប៉ុន្តែស្អែកឡើងពន្លឺព្រះអាទិត្យនឹងរះឡើងវិញហើយវាតែងតែនាំមកនូវឱកាសថ្មីជានិច្ចស្ដាប់សម្ដីលោកសារឿនហើយធ្វើឲ្យខ្ញុំនឹកឃើញដល់ពាក្យមួយឃ្លាថាភាពជោគជ័យមិនមែនជារឿងចៃដន្យទេប៉ុន្តែវាជាលទ្ធផលការមិនព្រមចុះចាញ់អ្នកស្ដាប់ជាទីស្រឡាញ់បើអ្នកកំពុងស្ដាប់ពួកយើងហើយមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងសង្កត់លើស្មារបស់អ្នកសូមដឹងថាអ្នកមិនមែននៅម្នាក់ឯងទេបាទសូមមើលមកដៃរបស់អ្នកមើលមកបេះដូងរបស់អ្នកដរាបណាអ្នកនៅមានដង្ហើមដរាបណាបេះដូងអ្នកនៅលោតអ្នកនៅតែមានឱកាសកែប្រែអ្វីគ្រប់យ៉ាងកុំឲ្យការលំបាកក្នុងថ្ងៃនេះមកបំបិទពន្លឺនៃភាពជោគជ័យរបស់អ្នកក្នុងថ្ងៃស្អែកអីចាហើយមុននឹងបញ្ចប់នាងខ្ញុំចង់ឲ្យអ្នករាល់គ្នាសាកល្បងញញឹមដាក់ខ្លួនឯងក្នុងកញ្ចក់ហើយប្រាប់ខ្លួនឯងថាអ្នកធ្វើបានល្អណាស់ហើយអ្នកនឹងអាចទៅមុខទៀតបានពួកយើងជឿជាក់លើអ្នកសូមកុំតន់បោះបង់បើទោះបីជាផ្លូវវាពិបាកយ៉ាងណាក៏ដោយជួបគ្នានៅវគ្គក្រោយជាមួយនឹងរឿងរ៉ាវលើកទឹកចិត្តជាច្រើនទៀតសូមអរគុណសម្រាប់ការតាមដានស្ដាប់ podcast របស់យើងសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តមាំមួននិងទទួលបានជោគជ័យគ្រប់ភារកិច្ចជម្រាបលាបាទជម្រាបលាហើយជួបគ្នាឆាប់ៗនេះ